ភាគច្រើនគេស្គាល់ស៊ុបស៊ីឈាន់គ្រឿងឆ្នាំងដីខ្មែរអត់សូវមានអ្នកស្គាល់ទេតាមពិតទៅគ្រឿងឆ្នាំងដីខ្មែរធ្វើម្ហូបបានច្រើនរាប់មិនអស់ថ្ងៃហ្នឹងខ្ញុំច្នៃយកធ្វើមីស៊ុបឆ្នាំងដីជាតិដល់ត្អិនតែម្ដងនិយាយទៅញ៉ាំដល់អស់ពីឆ្នាំបងប្អូនឯសាកធ្វើបានអត់ពិបាកអេស្រួលមែនតែនហើយលួនទៀតខ្ទឹមក្រហមយើងហាន់ជាចំណិតខ្ទឹមសយើងក៏ច្រាំរៀងម៉ត់តិចមកទឹកស៊ុបរបស់យើងយកជាតិផ្អែមចេញពីបន្លែបងប្អូនមានដូចជាការ៉ុតហើយនិងល្ហុងជាតិខ្លាំងណាស់ផ្អែមឆ្ងាញ់ហ្មងបើបានល្ហុងសាគីអញ្ចឹងពិសេសហ្មងបងប្អូនក៏ដូចខ្ញុំដែរភាគច្រើនដល់យើងលឺថាស៊ុបអញ្ចឹងគិតថាវាពិបាកធ្វើយូរម៉ោងត្រឹមតែងាស់ចេញជាតិខុសដែលឡែកស៊ុបឆ្នាំងដីរបស់យើងអានេះអត់ពិបាកក្នុងការងាស់យូរទេធ្វើប្រហែលជា10នាទីទៅ15នាទីយ៉ាងយូរឆ្អិនឆ្ងាញ់ទេបងប្អូនវាចេញជាតិល្អហ្មងជាដំបូងយើងធ្វើការបំពងខ្ទឹមសខ្ទឹមក្រហមរបស់យើងឲ្យឡើងឈ្ងុយហើយគ្រឿងឆ្នាំងដីនេះបងប្អូនយកពីនេះទៅក៏បានឬមួយក៏ទិញនៅផ្សារក៏បានដែរនិយាយទៅវាដូចតែគ្នាបងប្អូនខុសតែថាគ្រឿងឆ្នាំងដីរបស់ខ្ញុំធ្វើទៅនេះខ្ញុំធ្វើដាក់ម្ទេសក្រៀមច្រើនហើយគ្រឿងច្រើនអញ្ចឹងវាជំនួយពណ៌ហើយនឹងជំនួយជាតិខ្ទិះក្នុងហ្នឹងយើងលីងគ្រឿងឆ្នាំងដីម្ដងទៀតឲ្យវាកាន់តែឈ្ងុយដាក់បន្លែជាមួយនឹងឈាមទាបើសកលចូលយើងលីងវាឲ្យចូលជាតិជាមួយនឹងខ្ទឹមសហើយនឹងគ្រឿងឆ្នាំងដីនឹងសិនណាបងប្អូនចាំយើងចាក់ទឹកជាចូលព្រោះគ្រឿងឆ្នាំងដីនេះវាត្រូវក្លិនខ្លាំងជាមួយនឹងសាច់ទាហើយនឹងសាច់គោអានោះយើងចង់ញ៉ាំក្នុងឆ្នាំងដីនឹងហ្មងក៏បានឬមួយក៏ធ្វើមីស៊ុបអាចារ្យចេះក៏បានដែរបើថាធ្វើមីស៊ុបអាចារ្យអញ្ចឹងវាត្រូវខ្លាំងជាមួយនឹងតកួនបងប្អូនអាចប្រើជាសណ្តែកបដោះឬមួយក៏ជីក្រហមម្អមពីលើនឹងទៀតទៅក៏រឹតតែឆ្ងាញ់ត្រឹមតែរៀបចំបន្លែហើយស៊ុបរបស់យើងក៏ចាប់ផ្ដើមពុះល្មមអញ្ចឹងបងគ្រឿងឲ្យហើយមកមួយឆ្នាំងតូចនេះយើងដាក់អំបិលមួយចុងស្លាបព្រាបាយម្សៅស៊ុបមាន់ចិត្តកន្លះស្លាបព្រាបាយទឹកត្រីមួយស្លាបព្រាបាយយើងញ៉ាំជាមួយមីកញ្ចប់អញ្ចឹងបាច់ចាំប្រើគ្រឿងដុតក៏បានដែរហើយថែមស្ករត្នោតចិត្តកន្លះស្លាបព្រាបាយទៀតមកមូលហេតុដែលគេហៅតែគ្រឿងឆ្នាំងដីបងប្អូនមានដឹងអត់បើសិនជាដឹងបងប្អូនដែលឆ្លើយត្រូវបានក្បោះក្បាយខ្ញុំនឹងជូនឈុត10មុខរបស់ខ្ញុំចំនួន1ឈុតទៅកាន់បងប្អូន2នាក់ដែលឆ្លើយបានក្បោះក្បាយហើយនឹងត្រឹមត្រូវមីយ៉ាងស្រស់មកទឹកចឹងមកហើយបន្ទាប់មកបងប្អូនដាក់បន្លែប្លុកតាមការចូលចិត្តថែមគ្រឿងមីចូលពាក់កណ្ដាលជាមួយនឹងខ្លាញ់មីបើសិនយើងចូលចិត្តដាក់មកពណ៌ទឹកស៊ុបតំណងខ្លាំងណាស់ឡងក្រហមឲ្យក្លិនវាឈ្ងុយល្អមែនតើគួនយើងក៏ខ្ចីភ្លើងកែបយើងក៏ខ្ចីមិនស្រស់ក៏បានដែរចាក់ទឹកស៊ុបស្រាប់ពីលើមកវាឆ្អិននៅក្នុងនឹងស្រាច់ហីយើងប្រើឆ្នាំងដីមកធ្វើស៊ុបអញ្ចឹងវាងុំទាំងក្លិនងុំទាំងកម្ដៅស៊ុបរបស់យើងក្ដៅបានយូរនៅពេលដែលយើងស៊ុបច្រានដល់នៅក្នុងឆ្នាំងហ្នឹងវាងុំក្លិនកាន់តែឈ្ងុយឆ្ងាញ់ខ្វះបានទេឲ្យតែពេលញ៉ាំមីស៊ុបម្ដងណានឹងត្រូវការម្ទេសឆាអ្នកបាត់ដំបងនេះឯងជាមួយនឹងខ្ទឹមជ្រក់ជាពិសេសខ្ទឹមស្រួយរសជាតិជូរអែមឈ្ងុយអើយជាតិហ្មងសាកធ្វើញ៉ាំទាំងអស់គ្នាទៅគ្រឿងឆ្នាំងដីខ្មែរយើងធ្វើស៊ុបឆ្ងាញ់លេខ1គ្មាន2លើលោកដាក់តាមបន្តិចក៏ធ្វើឲ្យទឹកស៊ុបរបស់យើងមានក្លិនឈ្ងុយល្អខ្លាំងដែរក្តៅមើលវីដេអូនេះដល់ចប់បងប្អូនអាចដឹងត្រួសហើយថាមូលហេតុអីបានជាគេហៅថាគ្រឿងឆ្នាំងដីនិយាយមែនណាបងប្អូនអើយគ្រឿងឆ្នាំងដីខ្មែរយើងនេះមិនមែនស្រួលធ្វើទេយើងត្រូវវិតវាដាក់គ្រឿងឡើងចំខ្ញុំថាផ្អាករោធ្វើម្ដងព្រោះវាហត់ពេកប៉ុន្តែដោយសារតែការគ្រប់គ្រងបងប្អូនសួររកគ្រឿងឆ្នាំងដីនឹងច្រើនមែនទេក៏ចោលបងប្អូនទាំងអស់គ្នាស្គាល់គ្រឿងឆ្នាំងដីខ្មែរដែរម្ល៉េះហើយក៏នៅតែបន្តធ្វើរយៈពេលគ្រឿងនឹងអត់មានលក់មួយបងប្អូនមានតែក្នុងឈុត10មុខទេវាបាក់ធ្វើណាបងប្អូនតោះយើងឈោកវារហូតតដាច់ទឹកគ្រឿងនៅក្នុងទូនេះបងប្អូនយកទៅមានសពមុខចង់ធ្វើអីញ៉ាំក៏បានដែរចង់ញោមចង់ភ្លាចង់សាច់អាំងគោឡើងភ្នំ BBQ មកស្រួលហ្មងឬមួយក៏យើងចង់ឆាមាន់ឆាបន្លែចៃបានជួយស្រួលការងារយើងចង់ធ្វើម្ហូបច្រើនជាងមុនហើយម្ហូបយើងលឿនឆ្ងាញ់ក្នុងតម្លៃប្រូម៉ូសិនរបស់យើង10មុខនឹងទៅ$30ទេបងប្អូនចង់បានឆាចូលពេកអរគុណច្រើនជម្រាបលា